នៅក្នុងមេរៀនមុនយើងបានរៀនអំពីពាក្យពេចន៍គន្លឹះមួយចំនួនពាក្យសំខាន់ដែលយើងប្រើនៅក្នុង writing task 1 គឺមូលដ្ឋានគ្រឹះនៃ writing task 1 ប្រភេទតាក់ទងនឹង changing trends ចឹងមេរៀនបន្តមកនេះយើងនឹងនិយាយអំពីវិញ្ញាសា writing task 1 មួយដែលតភាគពីមុនហ្នឹងយើងបានរៀនពាក្យពេចន៍នៅក្នុងការប្រើប្រាស់សម្រាប់ប្រើប្រាស់នៅក្នុង task នេះរួចហើយចំណែកមេរៀននេះគឺយើងស្វែងយល់ថាតើវិញ្ញាសាគេដាក់មកអញ្ចឹងដូចនៅក្នុងប្រអប់គូហុំនេះតើបើយើងចេញវិញ្ញាសាអញ្ចឹងហើយយើងអានយល់ប្រធានទេបើយើងមិនយល់ប្រធានទេយើងទៅសេមិនចេញទេយើងមើលក្រាបគេយល់ទេយើងរៀនរបៀបមើលក្រាបហ្នឹងនៅក្នុងពេលនេះហើយយើងនឹងរៀនពាក្យពេចន៍បន្ថែមមួយចំនួនផងដែរដើម្បីប្រើប្រាស់នៅក្នុង writing task 1 ប្រភេទនេះអញ្ចឹងនៅក្នុងការប្រឡង IELTS ចំពោះអ្នកដែលដឹងគឺច្បាស់ហើយថាមានវិញ្ញាសា2នៅក្នុង writing វិញ្ញាសាធំមាន4គឺ reading writing listening speaking ចំពោះ writing តែមួយហ្នឹងគឺមាន task ចំនួន2មានកិច្ចការចំនួន2គឺវិញ្ញាសា2 task 1នេះគឺតែងតែពណ៌នាអំពីក្រាបអ្វីមួយយ៉ាងរូបភាពឬក៏ផែនទីឬក៏ process នៃការផលិតអ្វីមួយចឹងទៅវាតកតងនឹង academic ចឹងឥឡូវនេះយើងផ្ដោតនៅលើ task 1គឺវិញ្ញាសាទី1ហើយ task 2គេនិយាយអំពី essay ផ្សេងប្រភេទសំណេរផ្សេងចឹងឥឡូវយើងផ្ដោតលើ task 1សិនចំពោះអ្នកថ្មីចេះតែម្ដងមិនដែលដឹងថាតើ IELTS នឹងមានតម្រងយ៉ាងម៉េចទេចឹងមេរៀននេះនឹងផ្ដល់មូលដ្ឋានគ្រឹះសំខាន់ឲ្យចេះពាក្យពេចន៍សំខាន់ដឹងប្រភេទវិញ្ញាសាសំខាន់ទាំង4ទាំង5យ៉ាងហ្នឹងហើយពេលដែលយើងមានពេលដែលទៅរៀននៅសាលាបំប៉នផ្សេងយើងមានមូលដ្ឋានល្អយើងចេះលឿនឬយើងរៀនទាន់គេយើងអាចរៀនប៉ាកែឥឡូវយើងសាកមើលបើសិនបើគេឲ្យវិញ្ញាសាអញ្ចឹងមកតើយើងមើលយល់ទេវិញ្ញាសាអញ្ចឹងមកយើងយល់ទេសាកអានមើល task 1ហ្នឹងគឺទៅសេស្តៀងគ្នារហូតមកថា you should spend about 20 minutes on this task គឺដឹងអញ្ចឹងហើយចំណាយពេល20នាទីដើម្បីសរសេរឆ្លើយវិញ្ញាសាហ្នឹងហើយគេដាក់ប្រធានមកប្រធានលំហាត់ដិតខ្មៅហ្នឹង The graph shows the income of 4 cafes in New York over last year. Summarize the information by selecting and reporting the main features. ចឹងគេឲ្យយើងសង្ខេបអំពីព័ត៌មានទាំងឡាយដែលយើងមើលឃើញនៅក្នុងក្រាបហ្នឹងហើយជ្រើសរើសចំណុចណាដែលសំខាន់យកមកពណ៌នាចុងក្រោយគឺថា make comparisons where relevant បើសិនបើចាំបាច់គឺយើងប្រៀបធៀបចំណុចណាសំខាន់ហ្នឹងផងគេដាក់ប្រធានមកតែប៉ុណ្ណឹងហើយមានចំណុចដូចគ្នាមួយទៀតហ្នឹងគឺ write at least 150 words គឺសរសេរបែបហ្នឹងដដែលវិញ្ញាសាឲ្យតែ task 1គឺមាន clear ហ្នឹង you should spend about 20 minutes on this task write at least 150 words គឺឃើញដដែលគឺមានន័យថាម៉េចទៅយើងចំណាយពេលប្រហែល20នាទីមានន័យថាអាច19នាទី18នាទីឬក៏20នាទីលើសតិចតួចដើម្បីឲ្យយើងមានពេលគ្រប់គ្រាន់ដើម្បីធ្វើ task 2បន្តទៅទៀតមានពេលខ្លះយើងចំណាយពេលច្រើននៅលើ task 1បើជានៅសល់ពេលតិចយើងធ្វើ task 2ហ្នឹងដូច្នេះពេលវេលា40នាទីនៅសល់ដែលធ្វើ task 2បើយើងធ្វើ task 1បានលឿនល្មមប្រហែល20នាទីហ្នឹងគឺល្អឥឡូវយើងមើលក្រាបគេឲ្យក្រាបយ៉ាងហ្នឹងជា line graph ឲ្យយើងអញ្ចឹងតែយើងមើលយល់ទេចំណងជើងគេដាក់ថា changing trends in cafe income ស្អីចឹងរួចហើយគេយើងឃើញថា ordinary នេះ03ដង s ហ្នឹងហើយ dollars តើមានន័យថាម៉េចហើយនៅលើ ordinary ហ្នឹងដែរឃើញលេខ0លេខ20លេខ40ឡើងទៅហើយនៅក្រាប abc យើងមានអក្សរ J F M តទៅមុខរហូតដល់អក្សរ D ចុងក្រោយគេមាន12តួតើជាអ្វីមានន័យថាម៉េចណាឥឡូវយើងមើលក្រាបពណ៌ណាតំណាងឲ្យអី The Tea Room ពណ៌ស្វាយ Internet Express ឈ្មោះហាងកាហ្វេនេះឈ្មោះ Internet Express ហ្នឹងពណ៌ក្រហម Wi-Fi Cafe ហាងពណ៌បៃតងហ្នឹងក្រាបពណ៌បៃតងហ្នឹង Cafe Cool គឺហាងពណ៌ក្រាបពណ៌លឿងហ្នឹងអូខេអញ្ចឹងយើង
ស្វែងយល់មើលបើសិនជាគេដាក់វិញ្ញាសាប្រឡងឲ្យយើងទៅប្រឡងជាក់ស្ដែងគឺឃើញតែមួយផ្ទាំងប៉ុណ្ណឹងមួយផ្ទាំងប៉ុណ្ណឹងតើដាក់មួយផ្ទាំងនឹងប៉ុណ្ណឹងមកយើងអាចយល់ហើយធ្វើចេញទេគ្មានអ្នកណាចាំបញ្យល់យើងឲ្យយើងធ្វើទេដូច្នេះតើនេះយើងស្វែងយល់មើលថារបៀបអានឲ្យយល់ក្រាបយល់ព័ត៌មាននឹងយល់យ៉ាងម៉េចចាប់ដើមដំបូងមក Look at the graph below and the task 1 question យើងអានឲ្យមិញ What was the income in dollars for the tea room in January គេសួរចឹងយើងសង្កេតមើលក្រាបសម្រាប់ហាងមួយឈ្មោះ The Tea Room ណាពណ៌ស្វាយហ្នឹងតើនៅខែមករាគឺប្រាក់ចំណូលរបស់ហាងហ្នឹងប្រមាណដុល្លារទៅចឹងខែមករា January February March April May June July August September October November December ឥឡូវយើងឃើញ January ហ្នឹងគឺប្រមាណគឺវាអត់ដល់160,000ទេគេគិតជា$1,000ចឹង $0,000 $20,000 $40,000 រហូតទៅចឹងតើប្រមាណពាន់អាចលើស150,000ផងព្រោះវាលើសពាក់កណ្ដាលទៅហើយរូបក្រាបនេះប្រហែលជា155,000តាមមើលចឹងតំណងជា$155,000 $155,000 តើ Internet Express in July income របស់គេរបស់ហាងហ្នឹងនៅខែ7ខែកក្កដាមានចំណូលប្រមាណដែរយើងរៀនមើល Internet Express ពណ៌អីគឺពណ៌ក្រហមយើងមើលក្រាបពណ៌ក្រហមមើលហើយយើងសលឹងទៅរកខែ July January February March April May June July ហ្នឹងបើយើងធ្វើដំណើរកែងចំណោលកែងទៅមកខ្ទង់ល្បាក់ប៉ុណ្ណឹងរឿងវាបន្តិចហើយចឹងរូបភាពហ្នឹងឲ្យលំអៀងតិចតួចយើងថាប្រាក់ចំណូលរបស់ Internet Express ហ្នឹងគឺប្រហែលជាថា85,000ចុះអាចចង់ចូល90,000ទេបើសិនជាពាក់កណ្ដាលនេះ90,000ដែរចឹងប្រហែលជា$85,000 តើ Wi-Fi Cafe វិញនៅខែ November ប្រាក់ចំណូលបានប្រមាណទៅ Wi-Fi Cafe គឺពណ៌បៃតងយើងមើលហើយខែ November December November តំណងជានៅក្នុងល្បាក់$110,000 អូថែម0មួយទៀត$110,000 តើ Cafe Cool នៅ December Cafe Cool ពណ៌ទឹកក្រូចនេះនៅ December គឺខែចុងក្រោយគេហ្នឹងចឹងគឺ$120,000 អូខេយើងរៀនមើលក្រាបអញ្ចឹងហាង The Tea Room in February ចឹង The Tea Room នៅខែ2គឺ$130,000យើងហេតុអីបានដឹងថា$130,000ព្រោះគេគិតជា$1,000ណា0នេះគឺ$0,000 20នេះ$20,000គឺមានភាពល្អិតល្អន់អញ្ចឹងយើងត្រូវពិនិត្យពិច័យឲ្យម៉ត់ចត់ទើបយើងទៅសេចេញឲ្យត្រូវបើមិនអញ្ចឹងទេយើងបកស្រាយខុសព័ត៌មានហើយស្រាប់តែដាក់$120 $130 គឺចោតតែម្ដងគឺត្រូវថែម03បន្ថែមគេសួរសំណួររឿងជ្រៅជាងមុនឲ្យយើងសង្កេតបន្តិចថា In which month did Cafe Cool earn the most money តើហាងមួយឈ្មោះ Cafe Cool ហ្នឹងរកលុយបានច្រើនបំផុតរកចំណូលច្រើនបំផុតនៅខែណាយើងមើល Cafe Cool នៅពណ៌ទឹកក្រូចហ្នឹងហើយក្រាបណាដែលទាបជាងគេខ្ពស់ជាងគេចឹងខែមករាខ្ទង់$30,000ឡើងចុះរហូតដល់ចុងក្រោយខែដែលខ្ពស់ជាងគេឃើញ$120,000គឺខែ December យើងសរសេរមកអក្សរ D ធំ December ឈ្មោះខែយើងត្រូវអក្សរធំពីមុខអក្សរ G Wi-Fi Cafe earn the least money តើនៅខែណាដែលហាងមួយឈ្មោះ Wi-Fi Cafe ហ្នឹងរកប្រាក់បានតិចបំផុត
the most money the least money តិចបំផុតជាង Wi-Fi cafe ពណ៌បៃតងហ្នឹងយើងមើលឡើងហើយចុះវិញហើយឡើងទៅតែយើងសង្កេតមើលថាតើខែណាដែលរកបានតិចជាងគេចឹងបើយើងសង្កេតមើលខែមករាទំនងជា 30,000 ដល់ពេលខែ September នេះទាបដែរប៉ុន្តែនៅតែខ្ពស់ជាងខែមករាចឹងមានតែខែមករាទេដែលទាបជាងគេខែមករាទេអូខេឥឡូវតាមរយៈសំណួរប៉ុន្មាននេះធ្វើឲ្យយើងចេះមើលក្រាបបណ្ដាហើយនៅក្នុងគណិតវិទ្យាថ្នាក់ទី8អីយើងមានហើយរបៀបមើលក្រាបនេះប៉ុន្តែបើយើងរៀនត្រៀមបំពន់ភាសាអង់គ្លេសរៀន IELTS យើងក៏ត្រូវរំលឹកដែរមើល abscissa ordinate មានក្រាបយ៉ាងម៉េចតំណាងឲ្យអីក្រាបផ្លិតក្រាបសសរក្រាបបន្ទាត់ចឹងទៅនេះជារបៀបមើលក្រាបឥឡូវយើងថែមបន្តិចទៀតលេខ2 answer these questions about the graph ឆ្លើយសំណួរទាំងអស់នេះមើលបើឆ្លើយចេញទាំងអស់ហ្នឹងក៏យើងមានន័យថាយើងមើលក្រាបហ្នឹងយល់បន្ថែមដែរ A what do the letters J F M ជាដើមហ្នឹង along the bottom of the graph mean តើអក្សរទាំង lain នេះមានន័យថាម៉េចអូខេចឹងយើងដឹងហើយ J ហ្នឹងគឺខែមករា January F ហ្នឹង February M ហ្នឹង March A ហ្នឹង April M ហ្នឹងគឺ May ចឹងទៅឈ្មោះខែទាំង12ហ្នឹង B what does 000 mean តើ03ដងនឹងមានន័យថាម៉េចមានន័យថាordinate យើងតួលេខហ្នឹងគិតជាពាន់ត្រូវថែម03នៅពីក្រោយលេខទាំងអស់ហ្នឹងផង20គឺ20,000មិនមែន20គត់ទេ C what patterns can you see នឹងរឿងពិបាកបន្តិចហើយជ្រៅបន្តិចតាមរយៈយើងមើលក្រាបហ្នឹងវិញ្ញាសាគេដាក់ឲ្យយើងតែប៉ុណ្្នឹងអត់មានគ្រូណាមកអង្គុយបញ្យល់យើងទេតើយើងមើលក្រាបនឹងយល់ហើយសរសេរវិញ្ញាសានឹងចេញទេតើ patterns យល់ពាក្យ pattern ទេឡើងចុះកើនថយយ៉ាងម៉េចយើងសង្កេតមើលឥឡូវឧទាហរណ៍ថា the tea room ចុះពណ៌ស្វាយចំណូលរបស់គេនៅខែមករាខែកុម្ភៈធ្លាក់ចុះដល់ខែមីនាឡើងទៅវិញចុះនៅខែមេសាឡើងចុះអញ្ចឹងនឹងជា pattern បន្តមកទៀត Internet Express ពណ៌ក្រហមចុះពីខែមករាមកបន្តមកទៀតឡើងវិញចុះបន្តិចឡើងទៅវិញ Wi-Fi Cafe ពណ៌បៃតងឡើងពីខែមករាកុម្ភៈមីនាមេសាឧសភាមិថុនាកក្កដាចុះបន្តិចសីហា September October November ឡើងទៅរហូតដល់ December ខ្ពស់មែនទែនចុះ Cafe Cool ចុះឡើង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 ចឹងតើយើងមើល pattern មើលទំនោរស្ថានភាពនឹងបានសន្មតថាម៉េចទេយើងអាចមើលដឹងមួយយ៉ាងយើងត្រឡប់ថា the tea room វិញចុះយើងមើលឡើងចុះប៉ុន្តែជាទូទៅមកចាប់ពីខែ1ហ្នឹងមួយខែហ្នឹងរកបាន 155,000 ប្រហែលជាប៉ុណ្ណឹងឡើងចុះចុងបញ្ចប់មកដល់ខែ12ចុងឆ្នាំបែរជាធ្លាក់ចំណូលមែនតើរកបានប្រហែលជា 50,000 ទេអញ្ចឹងឡើងចុះមែនតែទំនោរវាចុះដល់ពេលហាងដតីមានពេលខ្លះឡើងចុះអីមែនប៉ុន្តែចុងបញ្ចប់ទៅពណ៌ក្រហមនេះគឺឡើងខែមករារកបានប្រហែលជា 90,000 95,000ដល់ December រកបានប្រហែលជា 130,000 ពណ៌បៃតង Wi-Fi Cafe ម្ដងខែមករារកបានប្រហែលជា 50,000 ឡើងចុះចុងក្រោយខែចុងឆ្នាំរកបានឡើងខ្ពស់ប្រហែលជា 190,000 Cafe Cool ខែមករា 30,000 ចុះឡើងទីបំផុតខែ12គឺដល់ទៅ 120,000 ដូច្នេះឃើញថាហាង3ក្នុងចំណោមហាង4ហ្នឹងគឺមានចំណូលកើនចំណែកហាង1ក្នុងចំណោម4ហ្នឹងគឺធ្លាក់ចុះតែម្នាក់ឯងនៅចុងឆ្នាំអូខេនឹងហើយជា pattern
D what comparisons can you make សំណួរនេះសំខាន់តើយើងប្រៀបធៀបយ៉ាងម៉េចពេលដែលយើងដាក់វិញ្ញាសាមកយើងឃើញវិញ្ញាសាគេមានដាក់ថា make comparisons where relevant បើអាចទៅរួចគួរតែធ្វើ comparison ប្រៀបធៀបអូខេប្រៀបធៀបតាមដែលអាចធ្វើទៅបានតើយើងអាច compare ចំណុចណាឧទាហរណ៍ដូចជា The Tea Room ចុះហាង The Tea Room មួយហ្នឹងខែមករារកបានច្រើនខែកុម្ភៈធ្លាក់ខែមីនាឡើងវិញធ្លាក់ចុះកើនចុងក្រោយបំផុតចុះអញ្ចឹងយើងអាចប្រៀបធៀបបានច្រើនយ៉ាងទី1ដើមឆ្នាំនៅខែ1 150,000ចុងឆ្នាំនៅខែ12រកបានប្រហែលជា 50,000 ដូច្នេះវាចុះយើងអាចធ្វើ comparison មួយថាហាងមួយឈ្មោះ The Tea Room នោះរកបានលុយច្រើននៅដើមឆ្នាំតែចំណូលនឹង income នឹង drop significantly at the end of the year អញ្ចឹងក៏បានអានឹងមួយវិធីមួយគឺប្រៀបធៀបព័ត៌មានផ្សេងនៅលើក្រាបតែមួយគឺក្រាបតែមួយនេះទេគឺ Tea Room តែមួយទៀតយើងអាចប្រៀបធៀបក្រាបមួយទៅជាមួយនឹងក្រាបដទៃយកក្រាប Tea Room ដដែលហ្នឹងចំណូលរបស់ហាងឈ្មោះ Tea Room ដដែលហ្នឹងតែប្រៀបធៀបនឹងចំណូលរបស់ហាងដទៃទៀតថានៅចុងឆ្នាំនៅខែ12ហ្នឹងហាងរបស់ Tea Room ហ្នឹងរកបានប្រាក់តិចជាងហាងដទៃទាំងអស់គឺហាង Cafe Cool ហាង Internet Express ហាង Wi-Fi Cafe អញ្ចឹងក៏បានដូច្នេះពាក្យថាតើគេសួរថាតើយើងអាចធ្វើ comparison យ៉ាងម៉េចខ្លះសរសេរប្រយោគប្រៀបធៀបយ៉ាងម៉េចខ្លះគឺមានពីររបៀបទី1ប្រៀបធៀបព័ត៌មាននៅក្នុងក្រាបតែមួយជាមួយក្រាបតែមួយខ្លួនឯងទី2ប្រៀបធៀបព័ត៌មាននៅក្នុងក្រាបមួយជាមួយនឹងក្រាបដទៃផ្សេងតាមដែលយើងយល់ថាគួរឲ្យកត់សម្គាល់យើងប្រៀបធៀបបានហើយបានបន្ទុកដូចតែគ្នាទេដោយសង្ខេបយើងក្នុងរយៈពេលដ៏ខ្លីនេះយើងបានរៀនរបៀបមើលក្រាបមើលវិញ្ញាសាបែបហ្នឹងតើដាក់ក្រាបមកយើងមើលក្រាបនឹងយល់ទេហើយអាចសរសេរចេញឬទេមើលយល់ហើយនៅមិនទាន់ប្រកាសថាយើងសរសេរចេញនៅឡើយទេតែយ៉ាងហោចណាស់យើងចាប់ផ្ដើមមានគំនិតច្រើនគួរសមជាជាងមើលមិនយល់បើមើលវិញ្ញាសាមិនយល់ផងតើឲ្យតែធ្វើលំហាត់នឹងយ៉ាងម៉េចកើតប៉ុន្តែសូម្បីតែមើលយល់ហើយក៏នៅតែមិនទាន់គ្រប់គ្រាន់យើងត្រូវរៀនអំពីរបៀបសរសេរប្រយោគប្រៀបធៀបឬពណ៌នាបន្តទៅទៀតអញ្ចឹងសូមផ្អាកខ្លីប៉ុណ្ណឹងសិនរបៀបមើលក្រាបហើយយើងតភាគនៅក្នុង playlist ដដែលហ្នឹងមើលមេរៀនបន្ទាប់នៅតពីហ្នឹងអូខេសូមអរគុណ